ในตัวคุณเป็นไรชักดันเลยนี่พิมพ์เตยยืมแปรแต่จุกนึงเลยพกระบายยืมសូមជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណនៅក្នុងព្រៃមួយមានគ្រូអាគមម្នាក់និងកុមារទេពម្នាក់កំពុងតែប្រើអំណាចដើម្បីបង្ក្រាបសៀវភៅបិសាចមួយផងដែរអូឈប់ដល់ហើយយើងភ្លាមគ្រូអាគមទៅហើយយីអាសៀវភៅបិសាចយើងនឹងចាប់ឯងឃុំនៅក្នុងរោងភ្នំនេះបើឯងដឹងខ្លួនចាប់ចូលទៅឲ្យយើងឃុំតាមសម្រួលបើមិនចង់ជឿចាប់ដោយសារតែអំណាចរបស់យើងយើងព្រមទីចាប់ដល់ហើយយើងភ្លាមទៅអ្នកបិសាចចង្រៃចង់រើបំរាស់អ្វីទៀតថ្ងៃនេះយើងតែឃុំឯងឲ្យបានអត់ទីដល់ហើយយើងភ្លាមលោកគ្រូអាគមនិងកុមារទេពក៏បានចាប់សៀវភៅបិសាចនោះទៅឃុំនៅក្នុងរោងភ្នំផងដែរចំណែកសៀវភៅបិសាចនោះនៅពេលដែលជាប់ឃុំវាខំប្រឹងទម្លាយរនាំងវេទមន្តប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាក៏មិនអាចទម្លាយបាននោះទេរីឯតំបន់ដែលគ្រូអាគមបានឃុំសៀវភៅបិសាចនោះគាត់បានដាក់បំរាមទៅលើអ្នកស្រុកអ្នកភូមិថាណែលោកមេភូមិត្រូវតែប្រាប់អ្នកស្រុកអ្នកភូមិយើងទាំងអស់គ្នាហាមដាច់ខាតមិនឲ្យចូលទៅក្នុងព្រៃនោះទេជាពិសេសនៅក្បែររោងភ្នំនោះតែម្ដងហើយមើលរឿងអីទៅលោកគ្រូបានឲ្យយើងចូលទៅក្នុងព្រៃនោះឬមួយនៅក្នុងព្រៃនោះមានកំណត់មែនទេมันមានមាសប្រាក់អ្វីទេតែសារតែខ្ញុំនិងកុមារទេពបានចាប់បិសាចដាក់ឃុំនៅក្នុងរោងភ្នំមួយនៅក្នុងព្រៃនោះខ្ញុំខ្លាចថាប្រសិនបើអ្នកភូមិយើងទៅចិត្តអាចនឹងត្រូវមុនសណ្ដំរបស់វានឹងមានគ្រោះថ្នាក់ដល់ជីវិតបើយើងមិនមិតគោលលោកគ្រូមិនកំចាត់វាចោលតែម្ដងទៅធ្វើបែបនេះមិនបាច់បារម្ភទេមិនបានទេខ្ញុំមិនអាចកំចាត់វាបានឡើយវាជាសៀវភៅបិសាចដែលកើតឡើងតាំងពីសម័យបុរាណមកម្លេះខ្ញុំរួមដៃជាមួយនឹងកុមារទេពទាំងលំបាកទើបអាចចាប់វាឃុំបានលោកពុកខ្ញុំសុំតែដើរល្បាតមើលបន្តិចក្រែងលោកអ្នកភូមិទៅក្បែរព្រៃនោះអញទៅប្រសិនបើជាមានអ្នកភូមិណាទៅចិត្តឆាប់ដេញពួកគេទៅឲ្យឆ្ងាយលោកគ្រូតើវាពិតជាហួសឲ្យខ្លាចយ៉ាងនឹងមែនទេចំណែកកុមារទេពក៏បានហោះល្បាតមើលនៅក្នុងជុំវិញព្រៃផងដែរនៅពេលនោះគាត់ក៏បានឃើញថាមានគ្រូអាគមម្នាក់ដែលជាអ្នកហាត់មុនខ្មៅកំពុងតែដើរសម្ដែងទៅជិតរោងភ្នំផងដែរភ្លាមនោះកុមារទេពក៏បានហាមឃាត់ឈប់សិនឯងចង់ទៅណាទីនេះគឺជាកន្លែងហាមឃាត់ជីកុមារទេពឆាប់ចេញឆ្ងាយកុំមកគ្រារាំងផ្លូវយើងប្រញាប់ខ្លាំងណាស់បើមិនចង់ត្រូវទេឆាប់ចេញឆ្ងាយយីតើឯងដឹងទេថានេះគឺជាកន្លែងហាមឃាត់យើងមកដាក់ប្រកាសថាមិនឲ្យអ្នកស្រុកអ្នកភូមិណាចូលមកទីនេះទេមិនអាចបានជាឯងហ៊ានចូលមកអញ្ចឹងយើងមើលទៅឯងចំហាយខ្មៅនៅពេញខ្លួនមិនដឹងថាតែធ្វើអ្វីខ្លះមកទេយើងធ្វើអ្វីជារបស់យើងបើឯងមិនចង់ត្រូវទេឆាប់ចេញឲ្យឆ្ងាយភ្លាមនោះស្រាប់តែគ្រូអាគមមុនខ្មៅក៏បានលើកដៃប្រណម្យសោកគេថាបញ្ចេញនៅមុនខ្មៅដើម្បីវាយប្រហារទៅកាន់កុមារទេពផងដែរការប្រយុទ្ធមួយនេះដែលធ្វើឲ្យលើទៅដល់បិសាចសៀវភៅផងដែរគេមិនគ្រូអាគមមុនខ្មៅនៅចិត្តនេះផងបើយើងសណ្ដំវិញ្ញាណវាបាននឹងអាចយកវាមកធ្វើជាបរិវារបានហើយចាំយើងចេញទៅក្រៅបានយើងនឹងសោកសឹកឯងជាជាមិនខានគ្រូអាគមចង្រៃសៀវភៅបិសាចក៏បានខំប្រឹងបញ្ចេញនៅមុនសណ្ដំសម្ដៅទៅរកសម្លេងដែលគេបានលើកំពុងតែប្រយុទ្ធជាមួយនឹងកុមារទេពភ្លាមនោះស្រាប់តែត្រូវមុនសណ្ដំរបស់សៀវភៅបិសាចផងដែរស្រាប់តែធ្វើឲ្យគ្រូអាគមមុនខ្មៅបាត់បង់ការគ្រប់គ្រងហើយក៏ឈប់ប្រយុទ្ធផងដែរគាត់ក៏បានហោះទៅលើយ៉ាងលឿនសម្ដៅទៅរកឡានភ្នំដែលបានឃុំបិសាចសៀវភៅផងដែរនៅពេលនោះកុមារទេពក៏បានខំប្រឹងហោះទៅតាមគាត់បានចាប់ជើងគ្រូអាគមមុនខ្មៅជាប់ប៉ុន្តែគាត់ចាប់មិនឈ្នះនោះទេដោយកម្លាំងនៃមុនសណ្ដំនៃសៀវភៅបិសាចក៏បានអស់ទាញទាំងកុមារទេពទៅជាមួយផងដែរយីហេតុអ្វីបានជាកម្លាំងវាខ្លាំងយ៉ាងនេះបើសិនជាឲ្យវាទៅប្រកាសជាមានគ្រោះថ្នាក់មិនខានអ្នកអាចបង្កគ្រោះថ្នាក់ដល់អ្នកភូមិទៀតនៅពេលនោះកុមារទេពក៏បានខំប្រឹងប្រើមុនបាលីដើម្បីបង្ក្រាបទៅកាន់មុនសណ្ដំផងដែរដោយការខំប្រឹងរបស់កុមារទេពក៏បានបណ្ដេញមុនខ្មៅដែលនៅក្នុងខ្លួនរបស់គ្រូអាគមមុនខ្មៅចេញបានសម្រេចនៅពេលដែលបណ្ដេញមុនខ្មៅចេញហើយនោះពួកគេទាំងពីរក៏បានធ្លាក់មកដីផងដែរនៅពេលនោះកុមារទេពក៏បានគំរាមណែគ្រូអាគមមុនខ្មៅយើងប្រាប់ថាមិនឲ្យទៅឯងក៏រឹងយ៉ាងនេះបើឯងនៅតែរឹងតែតឹងយ៉ាងនេះយើងនឹងកំចាត់ឯងជាមិនខាននៅពេលដែលឃើញអំណាចរបស់កុមារទេពគ្រូអាគមមុនខ្មៅក៏បានយកព្រមចាក់ចេញពីទីនោះផងដែរដោយសារតែការនឿយហត់ខ្លាំងពេកកុមារទេពក៏បានទៅសម្រាករីឯគ្រូអាគមមុនខ្មៅគាត់មិនអស់ចិត្តនោះទេនៅពេលដែលកុមារទេពចេញទៅបាត់គាត់ក៏បានលួចចូលមកក្នុងព្រៃនោះម្ដងទៀតដោយដើរសម្ដៅទៅរករោងភ្នំយីតើនៅក្នុងរោងភ្នំនោះមានអ្វីឬមួយមានកំណត់អ្វីមែនទេទើបកុមារទេពមិនឲ្យយើងទៅគឺមិនឲ្យយើងទៅយើងត្រូវតែឲ្យតតែបានស្រួលមិនស្រួលប្រហែលជាមានកំណត់អ្វីក៏ថាបានយីដូចជាមានមនុស្សចូលមកទៀតហើយម្ដងនេះយើងត្រូវតែធ្វើឲ្យបានសម្រេចត្រូវតែយកវាមកធ្វើជាបរិវារយើងឲ្យតតែបានសៀវភៅបិសាចក៏បានបញ្ចេញមុនសណ្ដំម្ដងទៀតទៅលើគ្រូអាគមមុនខ្មៅផងដែរភ្លាមនោះគ្រូអាគមមុនខ្មៅក៏បាត់បង់ស្មារតីម្ដងទៀតនៅពេលត្រូវមុនសណ្ដំគាត់ក៏បានដើរទៅយ៉ាងលឿនសម្ដៅទៅកាន់រោងភ្នំដោយម្ដងនេះមិនមានអ្នកណាគេរារាំងទៀតនោះទេ
ក្រោយមកគ្រូអាគមមុនខ្មៅក៏បានទៅដល់មុខល្អាងផងដែរដោយមានមុនខ្មៅនៅក្នុងខ្លួនស្រាប់ដែលធ្វើឲ្យសិភៅបិសាចងាយស្រួលក្នុងការគ្រប់គ្រងទៅកាន់គ្រូអាគមមុនខ្មៅផងដែរ ណែឯងឆាប់ទៅចាប់កុមារទេពនោះភ្លាមមកត្រូវចាំប្រសិនបើជាវានឹងម្នាក់ឯងចាំចាប់វាមកតែបើវានៅជាមួយនឹងគ្រូអាគមម្នាក់នោះកុំចោទទៅចិត្តវាឲ្យសោះឬទេបាទលោកម្ចាស់ខ្ញុំដឹងហើយ បន្ទាប់ពីទទួលបញ្ជាពីសិភៅបិសាចគាត់បានចាក់ចេញទៅយ៉ាងលឿនខំប្រឹងហោះរកមើលកុមារទេពថាតើនៅទីណា យេតើពេលនេះកុមារទេពនោះវានៅទីណានៅពេលនេះយើងមានអំណាចនៃលោកម្ចាស់ឲ្យយើងនឹងអាចសងសឹកវាបានហើយត្រូវតែចាប់វាទៅឲ្យលោកម្ចាស់ឲ្យទាស់តែបាន នៅពេលដែលកំពុងហោះក៏បានឃើញថាកុមារទេពកំពុងតែដេកសម្រាកនៅលើដុំថ្មមួយផងដែរគ្រូអាគមមុនខ្មៅមិនបានបង្អង់យូរក៏បានចូលទៅជិតផងដែរ អាយ៉ាពេលនេះវាកំពុងតែសម្រាកយើងនឹងលួចវាប្រហារវាឲ្យវាមានរបួសរួចនឹងចាប់វាទៅឲ្យលោកម្ចាស់តែម្ដង អូយអូយតែមានអ្វីហ្នឹងយីគ្រូអាគមយ៉ាងไรឯងនៅទីថៃមែនទេហើយមិនបានជាឯងមានធម្មពលបិសាចខ្លាំងយ៉ាងនេះ នៅពេលនោះគ្រូអាគមមុនខ្មៅមិនបានឆ្លើយតបនោះទេក៏ប្រើមុនខ្មៅទៅលើកុមារទេពហើយចាប់យកកុមារទេពហោះសម្ដៅទៅកាន់ដុំភ្នំយ៉ាងលឿននៅតាមផ្លូវកុមារទេពក៏បានខំប្រឹងរើបំរាស់ប៉ុន្តែដោយសារតែត្រូវរបួសមុននេះមិនអាចរើបំរាស់ទៅណាបាននោះទេ អាយ៉ាកុមារទេពឯងមិនបាច់ខំប្រឹងរើបំរាស់ទេយើងត្រូវតែឲ្យយកឯងទៅឲ្យលោកម្ចាស់ឲ្យទាស់តែបាន យីបិសាចតែលោកម្ចាស់ឯងជាអ្នកណា លោកម្ចាស់យើងគឺជាសិភៅបិសាចដែលនៅក្នុងរោងភ្នំនោះហើយ យីតែយ៉ាងម៉េចឬមួយឯងទៅចិត្តដងក្នុងនោះទៀតមែនទេ មែនហើយកុមារទេពឯងមិនឲ្យយើងទៅយើងត្រូវតែទៅតែផលដែលយើងទទួលបានពិតជាមិនធម្មតានោះទេហាហាយើងបានអំណាចដ៏អស្ចារ្យពីលោកម្ចាស់ស្រេចបិសាចសិភៅ អ្នកគ្រូអាគមយ៉ាងไรចាប់ដល់លេងនេះព្រាមទៅយើងប្រាប់ទៅជួបនឹងលើពុករបស់យើង ចង់ទៅណាក៏មិនបានដែរយើងជិតទៅដល់រោងភ្នំហើយមិនដឹងថាលោកម្ចាស់ឲ្យរង្វាន់អ្វីមកយើងទៀតនោះទេហាហាហា ក្រោយមកពួកគេទាំងពីរក៏បានទៅដល់មុខក្រុងភ្នំផងដែរ និយាយអាបរិវារឯងពិតជាធ្វើការបានល្អខ្លាំងណាស់ឆាប់ប្រកល់កុមារទេពនោះឲ្យមកយើងភ្លាមមកយើងនឹងបដូរវិញ្ញាណជាមួយនឹងរាងកាយវាបាទលោកម្ចាស់ប៉ុន្តែលោកម្ចាស់មានរង្វាន់អ្វីឲ្យខ្ញុំដែរទេឆាប់ប្រកល់វាឲ្យយើងភ្លាមមកយើងប្រញាប់ អត់ទេកុំប្រគល់យកឲ្យវាឲ្យសោះ សូមជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ